សូមស្រមៃគិតពីអ្នកកង្វល់ដ៏សប្បុរសម្នាក់ដែលមានជាម100ដែលមានរោមនិងរីករាយជារៀងរាល់ថ្ងៃគាត់បាននាំពួកគេទៅកាន់វាលស្មៅខៀវខ្ចីដែលពួកគេអាចស៊ីស្មៅផ្អែមផឹកទឹកត្រជាក់ហើយលេងនៅក្រោមមេឃពណ៌ខៀវភ្លឺអ្នកកង្វល់បានយកចិត្តទុកដាក់ចំពោះគ្នាដូចជាក្រុមគ្រួសាររបស់គាត់ខ្ញុំបានស្គាល់ឈ្មោះរបស់ពួកគេសំឡេងរបស់ពួកគេនិងវិធីពិសេសរបស់ពួកគេអ្នកខ្លះលេងសើចនិងចូលចិត្តរត់ខ្លះទៀតស្ងប់ស្ងាត់និងចូលចិត្តសម្រាកស្ងាត់ប៉ុន្តែគាត់ស្រឡាញ់អ្នករាល់គ្នាព្រោះពួកគេទាំងអស់គ្នាជារបស់គាត់រាល់ល្ងាចពេលដែលព្រះអាទិត្យលិចនៅខាងក្រោយភ្នំខ្ញុំបានហៅយ៉ាងទន់ភ្លន់ថាមកផ្ទះវិញជាមរបស់ខ្ញុំពួកគេបានធ្វើតាមសំឡេងដែលធ្លាប់ស្គាល់របស់គាត់ហើយបានប្រមូលផ្ដុំដោយសុវត្ថិភាពនៅក្រៅខ្ញុំបានរាប់ដោយប្រុងប្រយ័ត្នបន្ទាប់មកស្នាមញឹមរបស់គាត់ក៏បាត់ទៅវិញខ្ញុំបានរាប់ម្ដងទៀតមួយបាត់តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកជាអ្នកកង្វល់អ្នកខ្លះអាចនិយាយថា99នៅតែមានច្រើនហេតុអ្វីបានជាបារម្ភអំពីមួយប៉ុន្តែមិនមែនអ្នកកង្វល់នេះទេសម្រាប់គាត់ជាមនីមួយមានសារៈសំខាន់ម្នាក់មានកន្លែងនៅក្នុងចិត្តដោយមិនស្ទាក់ស្ទើរមួយសន្ទុះគាត់បានចាប់បុគ្គលិករបស់គាត់ហើយចូលទៅក្នុងភ្នំងឹតខ្យល់បានត្រជាក់ខ្លាំងហើយផ្កាយក៏ចាប់ផ្ដើមបញ្ចេញពន្លឺនៅលើមេឃពេលយប់ខ្ញុំបានឡើងលើផ្លូវថ្មរុញកាត់គុម្ពោតបន្លាហើយឆ្លងកាត់ទឹកហូរហៀរខ្ញុំហៅម្ដងហើយម្ដងទៀតកូនតូចតើអ្នកណែណាយប់កាន់តែងឹតហើយព្រៃក៏បន្លឺឡើងទោះយ៉ាងណាក៏ដោយអ្នកកង្វល់បានបន្តជើងរបស់គាត់ឈឺអោរបស់គាត់រហែកដោយបន្លាប៉ុន្តែគាត់បានបន្តស្វែងរកខ្ញុំនឹងមិនឈប់ទេរហូតដល់ខ្ញុំរកអ្នកឃើញគាត់ខ្សឹបប្រាប់សេចក្តីស្រឡាញ់របស់គាត់ផ្ដល់កម្លាំងដល់គាត់ពេលគាត់ហត់នៅឆ្ងាយជាមតូចញាប់ញ័រក្នុងស្រមោលសំឡេងនេះមួយធ្វើឲ្យបេះដូងរបស់វាលោតវានឹកដល់ភាពកក់ក្ដៅនៃសំឡេងរបស់អ្នកកង្វល់និងសុវត្ថិភាពនៃហ្វូងជៀមវាប្រាថ្នាថាវាមិនដែលវង្វេងទៅណាទេអាតូចតើអ្នកណែណាជៀមបានលើកក្បាលវាហើយឆ្លើយយ៉ាងស្រទន់ភ្នែករបស់អ្នកកង្វល់ពោពេញដោយទឹកភ្នែករីករាយខ្ញុំប្រញាប់ទៅរកសំឡេងហើយនៅទីនោះគឺជៀមតូចដែលជាប់ក្នុងគុម្ពោតបន្លាអូកូនតូចរបស់ខ្ញុំបានរកឃើញអ្នកហើយខ្ញុំបាននិយាយយ៉ាងទន់ភ្លន់គាត់បានរំដោះវាចេញពីបន្លាលើកវានៅក្នុងដៃដ៏ខ្លាំងរបស់គាត់ហើយបានដុសធូលីចេញពីរោមជៀមរបស់វាដៃរបស់គាត់ត្រូវបានកោសនិងជើងរបស់គាត់ឈឺប៉ុន្តែគាត់មិនខ្វល់ទេគាត់បានរកឃើញអ្វីដែលបាត់បង់គាត់កាន់ជៀមនៅជិតទ្រូងរបស់គាត់កុំខ្លាចអីខ្ញុំបានខ្សឹបប្រាប់អ្នកមានសុវត្ថិភាពឥឡូវនេះជៀមតូចបានសម្រាកយ៉ាងស្ងប់ស្ងាត់ដោយទទួលអារម្មណ៍ពីបេះដូងអ្នកកង្វល់និងសេចក្តីស្រឡាញ់ផ្លូវទៅផ្ទះមានអារម្មណ៍ភ្លឺជាងមុនពេលមកដល់ជៀមមួយក្បាលទៀតហូរឈាមយ៉ាងសប្បាយដូចជានិយាយថាស្វាគមន៍មកវិញអ្នកកង្វល់ញឹមភ្នែករបស់គាត់ភ្លឺដោយភាពរីករាយហើយអ្នកគិតថាគាត់ខឹងតើគាត់បានស្ដីបន្ទោសជៀមដែលរត់ចេញមិនមែនតតែសោះផ្ទុយទៅវិញគាត់បានហៅមិត្តភ័ក្តិនិងអ្នកជិតខាងថាចូលមកអសប្បាយជាមួយនឹងខ្ញុំបានរកឃើញជៀមដែលបាត់របស់ខ្ញុំពួកគេបានប្រារព្ធពិធីជាមួយគ្នាសើចនិងច្រៀងដោយចិត្តរីករាយឥឡូវនេះមិត្តជាទីស្រឡាញ់របស់ខ្ញុំនោះជារបៀបដែលព្រះមានអារម្មណ៍ចំពោះអ្នកសូម្បីតែនៅពេលដែលអ្នកធ្វើខុសឬវង្វេងឆ្ងាយពីទ្រង់ព្រះមិនដែលភ្លេចអ្នកឡើយទ្រង់មិនរង់ចាំអ្នកដើម្បីរកផ្លូវត្រឡប់មកវិញទេទ្រង់យាងមករកអ្នកដោយហៅឈ្មោះរបស់អ្នកពេលអ្នកត្រឡប់មកវិញទ្រង់មិនខឹងទេទ្រង់ត្រេកអរដូចអ្នកកង្វល់នោះដែរសេចក្តីស្រឡាញ់របស់ព្រះគឺជាការអត់ធ្មត់សុភាពនិងរឹងមាំគាត់មិនដែលបោះបង់មិនដែលងាកចេញនិងមិនឈប់ស្វែងរកអ្នកគឺជារបស់ទ្រង់ហើយទ្រង់នឹងស្វែងរកអ្នកជានិច្ចដូច្នេះសូមចងចាំមិនថាអ្នកទៅទីណាឬឆ្ងាយប៉ុណ្ណាទេក្តីស្រឡាញ់របស់ទ្រង់នឹងស្វែងរកអ្នកជានិច្ចហើយនាំអ្នកមកផ្ទះដោយសុវត្ថិភាពនោះហើយជាបេះដូងនៃព្រះជាអ្នកកង្វល់ដែលអសប្បាយចំពោះជៀមមួយដែលបានបាត់នោះហើយនោះមិត្តរបស់ខ្ញុំគឺជារឿងរបស់ជៀមដែលបាត់